大家好សួស្តីអ្នកនាងស្វាគមន៍មកកាន់វីដេអូទី17ថ្ងៃនេះយើងមករៀនបកប្រែមិនមែនបកប្រែទេមករៀននិយាយភាសាចិនតែម្ដងហ្នឹងហាត់រៀននិយាយភាសាចិនដំបងណាអញ្ចឹងខាងក្រោយក្នុងខ្ញុំនេះសិតតែជាអក្សរខ្មែរយើងទាំងអស់អធិស្ឋានផងបើសិនជាទៅសេទៅមានចំណុចខ្វះខាតបាទថ្ងៃហ្នឹងមករៀននិយាយភាសាចិនជាមួយខ្ញុំទាំងអស់គ្នាបាទពីដំបងមកតែម្ដងបាទអញ្ចឹងក្នុងនេះមាន pin in តិចតួចដែលខ្ញុំសរសេរប៉ុន្តែអត់ត្រូវទេអត់ប្រកាសដល់ត្រូវទេបាទចង់ប្រាប់ថាចេះរបៀបដែលខ្ញុំរៀននិយាយភាសាចិនដំបូងគេហ្នឹងភាគច្រើនខ្ញុំស្ដាប់គេនិយាយទៅបន្ទាប់មកខ្ញុំកត់ពាក្យពេចន៍គេនិយាយហ្នឹងហើយខ្ញុំកត់ចំណាំនៅសូនៅការអានរបស់គេតើពាក្យហ្នឹងឃ្លាហ្នឹងគេអានថាម៉េចមានន័យថាម៉េចអញ្ចឹងណាអញ្ចឹងរបៀបដែលខ្ញុំហាត់និយាយដំបូងគឺបែបហ្នឹងហើយជួនទៅបើខ្ញុំចេះ pin in ខ្លះខ្ញុំសរសេរ pin in ប្រហែលដែលយើងអាចអានខ្លួនឯងបានទោះបីជាស្ដាប់មើលទៅត្រូវសលេងឬក៏មិនត្រូវសលេងអីអាហ្នឹងយើង note ខ្លួនឯងសិននៅពេលដែលយើងឮគេនិយាយណាហើយយើងហាត់និយាយតាមគេអាហ្នឹងរបៀបដែលខ្ញុំរៀននិយាយដំបូងហើយមកដល់ឥឡូវក៏នៅតែធ្វើអញ្ចឹងដែរបាទអញ្ចឹងអាហ្នឹងមានអក្សរមកពេញក្តារគ្នាហ្នឹងយើងនឹងហាត់និយាយវាទៅជាភាសាចិនទាំងអស់គ្នាបាទតោះឥឡូវកុំឲ្យខាតពេលយូរចូលមេរៀនតែម្ដងបាទអញ្ចឹងក្នុងហ្នឹងយើងមានឃ្លាថាពួកយើងគឺជាសិស្សបាទ我们是学生បាទពួកយើងគឺជាសិស្សរៀនសូត្រតែងតែមានផ្លេចអញ្ចឹងហើយបាទ学习有望就是强强的សំខាន់បំផុតហ្នឹងគឺពួកយើងឧស្សាហ៍រំលឹកវាបាទសំខាន់បំផុត重要是我们常常复习តើអ្នកអាចប្រាប់ខ្ញុំបានទេថាការងាររបស់អ្នកគឺជាអ្វី那你可以告诉我吗你的工作是什么ការងាររបស់ខ្ញុំគឺជាអ្នកបកប្រែភាសាចិន我的工作是中文翻译បាទនៅក្រុមហ៊ុនរបស់ខ្ញុំ在我的公司បាទមានជនជាតិចិនច្រើនណាស់有很多中国人ពួកគាត់តែងតែប្រាប់ខ្ញុំថា他们常常告诉我សូមអ្នកកុំបោះបង់ក្តីស្រមៃរបស់ខ្លួនឯង请你បាទសូមអ្នកកុំបោះបង់ក្តីស្រមៃរបស់ខ្លួនឯង别忘记自己的梦想បាទបាទសូមម្ដងទៀត别忘记自己的梦想បាទ别忘记សូមកុំបោះបង់ក្តីស្រមៃ梦想បាទពួកយើងគួរតែខិតខំរៀនសូត្របាទ我们应该努力学习រៀនសូត្រត្រូវការពេលវេលា学习需要时间មិនអាចមួយជំហាននឹងដល់មេឃបានទេបាទ不会一步登天បាទមិនអាចមួយជំហានដល់មេឃបានទេដូច្នេះ所以កុំខ្ជះខ្ជាយពេលវេលា不要浪费时间ពីព្រោះថា因为បាទ因为ពេលវេលាមានតម្លៃណាស់បាទ时间有很宝贵បាទ很宝贵មានតម្លៃខ្លាំងណាស់ហើយក៏កុំខ្ជះខ្ជាយញើសឈាមឪពុកម្ដាយបាទអីទៀតបាទ还有不要浪费父母的血汗បាទកុំខ្ជះខ្ជាយញើសឈាមឪពុកម្ដាយកាលពីមុនណាបាទ以前ពួកគាត់ក៏ចង់ទៅសាលារៀនបាទ他们也想去学校ចង់រៀនសូត្រដូចពួកយើងដែរបាទ想学习一样我们បាទចង់រៀនសូត្រដូចពួកយើងដែរតែពួកគាត់មិនមានឱកាសបាទ但是他们没有机会បាទមិនមានថវិកានោះទេបាទ
没有差钱sắpថ្ងៃនេះ目前នៅឯណាក៏ត្រូវការភាសាចិនដែរ在哪里都需要បាទ都需要是吗都需要中文បាទនៅក្រុមហ៊ុនបាទចែក公司រោងចក្រកងឆាងសុទ្ធតែត្រូវការមនុស្សចេះចិនច្រើនណាស់បាទ都是需要很多的人会中文嘛都是需要很多的人会中文嘛សុទ្ធតែត្រូវការមនុស្សច្រើនណាស់ដែលចេះភាសាចិនរៀនចិនណា学中文ពិតជាសំខាន់ណាស់ចិន很重要បាទវាអាចឲ្យយើងមានប្រាក់ខែច្រើនបាទ它会让我们有很多薪水បាទអាចធ្វើឲ្យពួកយើងមាន有很多薪水មានប្រាក់ខែច្រើនចុងក្រោយនេះបាទជួយហៅបាទជួយហៅចុងក្រោយនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា我想告诉你们សូមកុំភ្លេចបាទ别忘记ខិតខំប្រឹងប្រែងរៀនសូត្របាទ努力学习អរគុណអ្នកទាំងអស់គ្នា谢谢你们大家再见បាទនេះគឺជាការនិយាយសម្រាយទៅនឹងអត្ថបទដែលយើងបានសរសេរនៅលើក្តារខៀននេះអញ្ចឹងបើសិនមានចំណុចខ្វះខាតត្រង់ណាអធិស្ឋានផងបាទខ្ញុំហាត់រៀននិយាយដែរទេបាទអញ្ចឹងអរគុណច្រើនអ្នកនរគ្នាជួបគ្នាវីដេអូក្រោយបាយបាយ再见